មានពេញប៉ោះធម្មតានៅផ្ទះណាញ៉ាំអត់ចង់មិនតន់ផងបងប្អូនឲ្យក្តៅចឹងទៀតទុំក៏លឿនដែរហើយបើនិយាយពីនៅផ្សារវិញពេញប៉ោះខ្ចីអត់សូវមានលក់ទេភាគច្រើនមានលក់តែពេញប៉ោះទុំចឹងហើយបើដាំខ្លួនឯងបើចង់ញ៉ាំខ្ចីធ្វើជ្រក់ខ្ចីអីដាំនៅផ្ទះទៅបានញ៉ាំតន់ពេលវេលាចឹងណាបើនៅផ្សារអត់មានខ្ចីទេភាគច្រើនគឺមានតែទុំខ្ចីកម្រនឹងមានណាចឹងហើយបើចង់ញ៉ាំជ្រក់ពេលខ្ចីហ្នឹងដាំខ្លួនឯងទៅបងប្អូនខ្ញុំមកធ្វើជ្រក់ខ្ចីពេញប៉ោះដាំនៅផ្ទះហ្នឹងហើយនឹងចៀនត្រីពីរប្រភេទណាបងប្អូនត្រីមួយមុខនេះគឺគេហៅថា whiting ត្រីស្អីទេខ្មែរខ្ញុំមិនដឹងថាម៉េចទេហើយត្រីហ្នឹងគឺខ្ញុំអត់ប្រឡាក់អីច្រើនទេខ្ញុំប្រឡាក់អំបិលបន្តិចម្សៅមាន់បន្តិចម្រេចបន្តិចហ្នឹងតែឲ្យចូលជាតិហើយខ្ញុំមកប្រឡាក់ត្រីមួយទៀតត្រីនេះគេហៅត្រីបារ៉ាម៉ាន់ឌីខ្ញុំទិញតែ2កង់ទេនៅផ្សារហើយខ្ញុំប្រឡាក់ដូចគ្នានឹងមុនមិនចឹងដែរអំបិលបន្តិចម្សៅស៊ុបមាន់បន្តិចហើយនឹងម្រេចហើយក៏ច្មល់ប្រឡាក់ឲ្យចូលជាតិហើយទុកប្រហែលជា5នាទីបងប្អូនខ្ញុំអត់ទុកយូរខ្ញុំប្រឡាក់ភ្លាមគឺខ្ញុំចៀនភ្លាមប៉ុន្តែខ្ញុំរយៈពេលដែលខ្ញុំទុកឲ្យចូលជាតិហ្នឹងគឺខ្ញុំទៅធ្វើជ្រក់ប៉េងប៉ោះរបស់ខ្ញុំសិនជ្រក់ប៉េងប៉ោះហ្នឹងគឺខ្ញុំមានខ្ចីផងទុំផងតែទុំខ្ញុំអត់សូវចូលចិត្តធ្វើជ្រក់អីធ្វើជ្រក់ខៀវខ្ចីហ្នឹងគឺឆ្ងាញ់ជាងបងប្អូនហើយឆ្លៀកឱកាសនេះដែរខ្ញុំចង់សួរបងប្អូនតើបងប្អូនចង់រកចំណូលបន្ថែមឬក៏ចង់រកការងារបន្ថែមក្រៅម៉ោងដែលមិនប៉ះពាល់ការងារប្រចាំថ្ងៃរបស់បងប្អូនខ្ញុំសូមណែនាំអាជីវកម្ម Digital Online ខ្ញុំសប្តាហ៍ថ្ងៃរស់នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលីជាអ្នកម៉ាក់កូន2ជាម្ចាស់អាជីវកម្ម Digital Online មួយរូបដែលធ្វើការនៅផ្ទះហើយមានពេលគ្រប់គ្រាន់នៅជាមួយកូននិងគ្រួសារទោះជាខ្ញុំមានការងារពេញម៉ោងរបស់ខ្ញុំហើយក៏ដោយតែការងារអាជីវកម្ម Digital Online គឺមិនប៉ះពាល់គ្នាមួយថ្ងៃធ្វើតែ1ម៉ោងទៅ2ម៉ោងគឺគ្រប់គ្រាន់អាជីវកម្ម Digital Online មានប្រព័ន្ធអ៊ីនធឺណិតរត់អូតូឲ្យ24ម៉ោងក្នុង7ថ្ងៃមានអ្នកបង្រៀនមានអ្នកណែនាំជាអាជីវកម្មសកល worldwide មិនមានបទពិសោធន៍មិនមានជំនាញមិនសូវចេះអង់គ្លេសក៏អាចធ្វើបានមានតែទូរស័ព្ទដៃមួយឬក៏ laptop មួយគឺគ្រប់គ្រាន់ទោះបីការងារអាជីវកម្ម Digital Online មានតាក់ទងនឹងផលិតផលក៏ពិតមែនប៉ុន្តែមិនមានឲ្យលក់ផលិតផលមិនមានឲ្យទិញផលិតផលយកមកស្តុកទុកនៅក្នុងផ្ទះដើម្បីលក់បើចង់ដឹងព័ត៌មានបន្ថែមអាចចូលទៅ website របស់ខ្ញុំ www.silivchang.com ចូលចុះឈ្មោះដាក់អាស័យដ្ឋានអ៊ីមែលហើយចុចលឿនមកបងប្អូននឹងទទួលបានវីដេអូសិក្ខាសាលា90នាទីដោយឥតគិតថ្លៃឥឡូវងាកមកមើលជ្រក់ពេញប៉ោះរបស់ខ្ញុំវិញពេញប៉ោះលាងឲ្យស្អាតហើយចិតជាចំណិតមកល្មមញ៉ាំមកបងប្អូនតោះមកខ្ញុំដាក់អំបិលកន្លះស្លាបព្រាបាយប៊ីចេងលួចតាមមួយចុងស្លាបព្រាបាយហើយនឹងស្ករមួយស្លាបព្រាបាយហើយទឹកត្រី4ស្លាបព្រាភ្លេចថតវីដេអូហើយខ្ទឹមសខ្ទឹមក្រហមម្ទេសហាន់ជាចំណិតទូចមកហើយដាក់ចូលតែម្ដងហើយកុំភ្លេចច្របាច់ក្រូចឆ្មាផងក្រូចឆ្មាខ្ញុំដាក់មួយចំហៀងគឺខ្ញុំច្របាច់ហើយចុងក្រោយហ្នឹងគឺច្របាច់ក្រូចឆ្មាខ្ញុំដាក់មួយចំហៀងផ្លែរៀងធំដែរបងប្អូនព្រោះពេញប៉ោះខ្ចីរបស់ខ្ញុំហ្នឹងក៏អត់សូវជូរទេអញ្ចឹងហើយខ្ញុំថែមក្រូចឆ្មាទៀតបានឆ្ងាញ់ត្រីចូលជាតិហើយគឺខ្ញុំដាក់ខ្លាញ់មកហើយខ្ញុំដាក់ម្សៅបំពងហ្នឹងគឺខ្ញុំដាក់ចូលនៅក្នុងខ្លាញ់ហ្នឹងខ្ញុំអត់មានទៅប្រឡាក់ជាមួយត្រីទេបងប្អូនដាក់អញ្ចឹងមកខ្លាញ់អត់ខ្ទៀតហើយអត់ជាប់ខ្ទះទេបងប្អូនហើយស្រួយឆ្ងាញ់ទៀតតាំងពីខ្ញុំឃើញវីដេអូបងដែលធ្លាប់ផុសពីមុនគាត់ថាចៀនត្រីអីកុំឲ្យខ្ទៀតខ្លាញ់ចេញក្រៅអញ្ចឹងទៅដាក់ម្សៅបំពងមុនអញ្ចឹងហើយកូរហើយយើងពេលយើងចៀនត្រីអញ្ចឹងទៅមិនថាត្រីមានសកាឬក៏ត្រីអត់សកាទេគឺខ្លាញ់អត់ផ្ទុះហើយអត់ខ្ទៀតចេញក្រៅពីខ្ទះទេបងប្អូនគឺខ្ញុំធ្វើតែអញ្ចឹងពីដើមមកគឺខ្ញុំធ្វើអញ្ចឹងរហូតនិយាយពីស្បែកត្រីវិញគឺស្រួយហើយពណ៌សម្បុរហ្នឹងក៏ស្អាតដែរអញ្ចឹងហើយបើខ្ញុំចូលចិត្តធ្វើតែអញ្ចឹងពីដើមមកគឺធ្វើរហូតអញ្ចឹងមកពីមុនខ្ញុំក៏ធ្វើវីដេអូចេញពីរបៀបដាក់ម្សៅឆានៅក្នុងខ្លាញ់មុនដើម្បីកុំឲ្យខ្លាញ់ផ្ទុះចេញក្រៅពេលចៀនត្រីអញ្ចឹងណាមានបងម្នាក់គាត់ថាមិនដែរទេតើតាត្រីអត់សកាបានផ្ទុះខ្ទៀតចេញក្រៅបានយើងប្រើម្សៅពងដាក់ចូលទៅប៉ុន្តែបើត្រីមានសកាគឺមិនផ្ទុះទេប៉ុន្តែសម្រាប់ខ្ញុំបងប្អូនត្រីអត់សកាក៏ដោយមានសកាក៏ដោយពេលដែលចៀនទៅទោះជាមិនផ្ទុះខ្លាំងត្រីមានសកាក៏នៅតែខ្ទៀតចេញក្រៅដែរបងប្អូនចេញក្រៅខ្ទះតែម្ដងប៉ុន្តែបើត្រីអត់សកាវិញគឺផ្ទុះខ្លាំងខ្ទៀតចេញក្រៅខ្លាំងជាងត្រីមានសកាទៅទៀតអញ្ចឹងហើយខ្ញុំត្រូវធ្វើអញ្ចឹងរហូតក៏ល្អដែរគឺនិយាយរួមគឺអត់ខ្ទៀតចេញក្រៅសោះខ្ទៀតតែត្រឹមមាត់ខ្ទះនឹងតែម្ដងណាអញ្ចឹងហើយគឺខ្ញុំទម្លាប់ធ្វើអញ្ចឹងល្អ
mình bạch sư hot nơi nâng sầm át khăn chẳng hay thôi cả buồn nâng là hột màu hay nhom mơ video bong bong phơm hộp xem tiết có quạt mình pra mà sai cha trầm ta chiên tray bong bong quạt chiên sạch mòn quạt chiên sạch chụp ấy nâng cả quạt pra đài rồi cà phê cầm oi tiết khăn trên cào hái sạch mòn rồi có sạch chụp sạch cô chiên nâng tới cứ xuôi lỏ sầm bol có sạch đàiนี่จำหอบงี้เด็กยำโจจัดเมียนจุรุเป็นปอกใจหายนังไตรเจียนสรวยวิดีโอไทยนี้เมนแต่เป็นหนังอ้อคุณสำหรับการตุสนาบายบาย